តើអ្នកដឹងរឿងរ៉ាវនៅពីក្រោយអ្នកតាឃ្លៀងមឿងដែរទេថ្ងៃនេះខ្ញុំនឹងបកស្រាយចែកជូនបងប្អូនចៅដែលស្ដេចកនធ្វើគុតព្រះបាទស្រីសុគន្ធវត្តហើយឡើងសោយរាជនោះរាជវង្សានុវង្សបានបាក់បែកប្រត់ប្រាស់អស់ក្នុងនោះស្ដេចបញ្ញាចន្ទរាជាបុត្រព្រះធម្មរាជាក៏បានភៀសព្រះកាយទៅសុំជ្រកកោននឹងស្ដេចសៀមដោយក្តៅក្រហាយនឹងស្ដេចកនពេក7ឆ្នាំក្រោយមកព្រះអង្គចន្ទរាជាប្រើឧបាយកលបោកស្ដេចសៀមបានកងទ័ពសៀម5000នាក់និងស្បៀងគ្រប់គ្រាន់នាំចូលមកស្រុកខ្មែរវិញកាលនោះចៅហ្វាយខេត្តបាត់ដំបងបានថ្វាយទាហាននឹងការគ្រប់គ្រងទាំងស្រុងទូទាំងខេត្តមកដល់ពោធិ៍សាត់ចៅហ្វាយខេត្តនេះរឿងទៅតឹងរីកាសូមជំនួយពីស្ដេចកនទើបញាមឿងដែលជាមេស្មឹងក្នុងខេត្តមានការស្មោះស្ម័គ្រនឹងព្រះអង្គចន្ទរាជារៀបចំគម្រោងការវាស់ឈ្មោះហើយក៏សម្លាប់ចៅហ្វាយខេត្តរួចបញ្ចុះបញ្ចូលប្រជារាស្ត្រក្នុងខេត្តឲ្យមកចូលរួមជាមួយព្រះអង្គចន្ទរាជាព្រមទាំងថ្វាយសេះដំរីជាច្រើនដល់ព្រះអង្គសម្រាប់ធ្វើសឹកផងដូច្នេះហើយទើបព្រះអង្គច័ន្ទតែងតាំងគាត់ជាចៅពញាសុធាលោកគឺជាឆ្វ័យខេត្តភូស័ព្ទនិងជាមេទ័ពសម្រេចកិច្ចការរាជាគ្រប់ប្រការឯកូនរបស់ប៉ានមឿង4នាក់ទៀតគឺសុទ្ធតែទទួលឋានន្តរស័ក្តិខ្ពស់ជាចៅពញាមុខអ្នកទីផ្សេងគ្នាដឹងដំណឹងដូច្នេះស្ដេចកនបានចាត់តាំងឲ្យលើកទ័ពប្រមាណជាង120,000នាក់ដើម្បីវាយកំទេចទ័ពរបស់ព្រះអង្គចន្ទរាជាដែលទើបនឹងកកាញ់បានថ្មីទ័ពស្ដេចកនទៅដល់ស្រុកក្រគរក៏ប្រយុទ្ធគ្នាជាមួយទ័ពព្រះអង្គចន្ទរាជាដែលមានតាមមឿងដឹកនាំដោយឃើញស្ដេចកនលើកទ័ពទៅច្រើនពេកតាមមឿងបានបញ្ជាទ័ពដកថយចូលបន្ទាយវិញទាំងអស់ដើម្បីទប់ទ័ពស្ដេចកនចំនួន10,000នាក់ទៅពាត់បន្ទាយរបស់ព្រះអង្គចន្ទរាជានៅឃុំបាក់នោះឈ្មោះបន្ទាយជ័យដែលមានទ័ពតែ20,000នាក់អស់រយៈពេល12ខែធ្វើឲ្យអស់ស្បៀងយ៉ាងខ្លាំងពុំអាចចេញទៅរកស្បៀងនិងពុំអាចវាយទម្លាយរបាំងហំពាត់បានទើបពុនជាសុគីលងមឿងផុសគំនិតសុំព្រះអង្គច័ន្ទធ្វើពិធីពលីជីវិតទៅគៀងពូលតបខ្មោចឲ្យជួយដំបូងព្រះអង្គច័ន្ទសោកស្ដាយតាមមឿងពេកពុំព្រមឲ្យតែមឿងធ្វើដូច្នេះឡើយតែដៅតែមឿងព្រមក៏សម្រាប់ខ្លួនមុខព្រះភ័ក្ត្រព្រះអង្គទើបព្រះអង្គបណ្ដៅកោបចិត្តតាមមឿងត្រីអូក៏អង្គជាហ៊ានជីករណ្ដំទំហំក្រំ3ហាត់ប៊ុងជ្រុងហើយឃុំរណ្ដំដំសពតែរំពេងរួចធ្វើពិធីបួងសួងយ៉ាងមកជុំនឹងផ្ដាំថាបើយប់ថ្ងៃពេញពូណ៌មីខែពិសាខស្អែកនេះមានលឺសន្ធឹកខ្ទរខ្ទាមេឃនឹងដីឲ្យលើកទ័ពទៅវាយសត្រូវភ្លាមអ្នកមនាងខៀវដោយឈឺឆ្អើចង់ជួយផែនដីក៏ថ្វាយបង្គំលាព្រះអង្គចន្ទរាជាលោតសម្រាប់ខ្លួនជាមួយតាមឿងដែរឯកូនតាមឿងទាំង4នាក់ឃើញឪពុកស្លាប់ក៏ស្ទុះទៅលូតសម្រាប់ខ្លួនដែរតែគេចាប់តន់2នាក់គឺចៅពញាវិបុលរិទ្ធទីមនិងចៅពញាទីចាស់សុខចំណែកចៅពញាវង្សាអគ្គរាជកែវនិងពញាបរទេសរាជដែលជាកូនទី1និងកូនទី2គេចាប់ពុំតន់ក៏បានលូតទៅជាមួយឪពុកនិងអ្នកមនាងទៅដូចតាមបដាំតាមុំមែននៅយុគពេញភពនមីមានអភូតលហត់អស់ចាលឹកខ្ទោខ្ទាលើអាកាសនិងលើដីទើបព្រះអង្គចន្ទរាជាបញ្ជាឲ្យលើកទ័ពទៅជុំសត្រូវធ្វើឲ្យពួកមានពិតភ័យទុកការរត់ចាក់ខ្ចាខ្លះត្រីសម្លាប់ហើយរឹបអូសបានស្បៀងអាហារនឹងឲ្យយុទ្ធភ័ណ្ឌជាច្រើនតក្រោយមកទៀតដោយមានទ័ពខ្មោចតាមមឿងតាមជួយធ្វើឲ្យការធ្វើសឹកសង្គ្រាមជាមួយស្ដេចកនទទួលបានជ័យជំនះជាបន្តបន្ទាប់រហូតសម្រាប់ស្ដេចកនបានក្រោយពេលសម្រាប់ស្ដេចកនបាននឹងរៀបរយស្រទិស្រួលបួលមកស្ដេចសៀមផ្ញើសារឲ្យព្រះអង្គចន្ទរាជានាំយកសុយសារៈកមានទាំងដំរីសទៅថ្វាយប៉ុន្តែដោយព្រះអង្គចន្ទធ្វើមិនដឹងមិនលឺស្ដេចសៀមបញ្ជាឲ្យលើកទ័ពមកវាយជាច្រើនលើកមួយលើកនោះទ័ពសៀមបានមកដល់ស្វាយដុតកែវមកជំរុំនៅតាមបណ្ដោយស្ទឹងស្វាយដុតកែវព្រះចន្ទរាជាបានធ្វើពិធីសុំជំនួយពីតាមឿងហើយលើកទ័ពទៅពេលទៅដល់ស្រាប់តែលូសន្ធឹកមាន់លើមេឃក៏ក្រោកដីដោយសារតាមឿងនាំទ័ពឲ្យជួយហើយធ្វើឲ្យទ័ពសៀមពិតជារៀងខ្វាត់ដេកយល់មិនអាចតដៃបានធ្វើទ័ពព្រះអង្គចន្ទរាជាចូលសម្លាប់ពួកសៀមទាំងនោះសាល់បន្លាមរត់ចាក់ចាយទៅស្រុកទៅ
ទីភ្នោលោកអុកញ៉ាឃ្លៀងមឿងនិងជំទាវខាន់ខៀវសប្តាហ៍ស្ថិតនៅក្នុងភូមិកំពាំងស្វាយឃុំស្នាមព្រះស្រុកបាកានចម្ងាយប្រមាណ6គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់រណ្ដៅដែលលោកអុកញ៉ាមឿងបានលោតនោះគេបានរក្សាការពារទុកមកដល់សប្តាហ៍ដោយធ្វើជាអគារមួយមានក្បាច់រចនាស្រស់ស្អាតគ្របពីលើហើយនៅគៀងជញ្ជាំងពីក្រោយរណ្ដៅឬភ្នោនេះគេបានសាងរូបសំណាកលោកអុកញ៉ានិងអ្នកជំទាវតម្កល់ឲ្យឈរចង្អុលបែរមុខទៅរកកន្លែងដែលគាត់បានលោតនោះបច្ចុប្បន្នទីនោះបានក្លាយជារមណីយដ្ឋានដែលមានអ្នកទេសចរជាតិនិងអន្តរជាតិទៅកំសាន្តរៀងរាល់ថ្ងៃថែមទាំងប្រមូលបានប្រាក់កសាងសមិទ្ធផលជាបន្តបន្ទាប់ទៀតផង